ថៃកាន់តែវឹកវរក្រោយរងការវាយប្រហារផ្ទួនមិនដកដៃពីក្រុមបំបែករដ្ឋនៅតំបន់ភាគខាងត្បូងគ្រាន់តែលើថានាយករដ្ឋមន្ត្រីថៃនឹងចុះទៅពិនិត្យដោយផ្ទាល់ក្រុមបះបោរភ័យខ្លាំងពេកបំផ្ទុះគ្រាប់បែកថែមនៅថ្ងៃនេះដើម្បីជាការត្រៀមស្វាគមន៍ការវាយប្រហារជាបន្តបន្ទាប់ឥតដកដៃពីក្រុមបំបែករដ្ឋបានធ្វើឲ្យតំបន់ភាគខាងត្បូងប្រទេសថៃស្ថិតនៅក្នុងសភាពវឹកវរខ្លាំងប្រជាជនត្រូវរស់នៅគ្មានក្តីសុខហើយមានតែភាពភ័យខ្លាចស្ទើរតែលែងហ៊ានចង់ចេញក្រៅផ្ទះក្រោយពីមានការបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងនៅក្នុងខេត្តចំនួន3ផ្សេងគ្នាហើយអ្វីដែលក្រុមបះបោរទាំងនោះកាន់តែបន្ទុកនាយករដ្ឋមន្ត្រីថៃដែលទើបឡើងអង្គុយកៅអីក្តៅក្នុងក្រសែភ្នែករបស់ពួកគេគឺបន្ទាប់ពីលើកដំណឹងថាលោកអនុថិនឆាន់វរៈគុលក្រុងនឹងធ្វើដំណើរទៅពិនិត្យស្ថានភាពនៅតំបន់នោះដោយផ្ទាល់ស្រាប់តែនៅម៉ោង 10 ព្រឹកថ្ងៃទី 9 ខែតុលាឆ្នាំ 2025 នេះមានករណីបំផ្ទុះគ្រាប់បែកកាត់ឡើងជាថ្មីនៅជិតផ្លូវរថភ្លើងក្នុងខេត្តប៉ាតនីសូមជម្រាបជូនថាបើតាមរបាយការណ៍ចុះផ្សាយរបស់កាសែតថៃមានការវាយប្រហារធំ5លើកបានកាត់ឡើងត្រឹមរយៈពេលមិនដល់1សប្តាហ៍ប៉ុណ្ណោះដែលនៅថ្ងៃអាទិត្យទី 5 ខែតុលាហាងលក់មាសធំមួយនៅក្នុងផ្សារទំនើប Big C នៅស្រុកស៊ូងៃកូឡុកត្រូវបានក្រុមចោរប្លន់ប្រដាប់ដោយអាវុធសម្រុកក្រសោបយកគ្រឿងអលង្ការសរុបជាតម្លៃប្រមាណ$1 លានអាមេរិករួចគេចខ្លួនបានសម្រេចដល់ឡែកនៅយប់ថ្ងៃច័ន្ទឈានចូលថ្ងៃអង្គារទី 7 ខែតុលាក្រុមបះបោរបានបន្តសកម្មភាពបំផ្ទុះគ្រាប់បែកនៅខេត្តប៉ាតនីចាប់ចងនិងប្លន់យកកំភ្លើងពីសន្តិសុខនៅសាកលវិទ្យាល័យវ៉ាតូនីហើយបំផ្ទុះទូ ATM របស់ធនាគារ Islamic Bank បណ្ដាលឲ្យខូចខាតមុនគេចខ្លួនពីកន្លែងកើតហេតុបានដោយសុវត្ថិភាពយ៉ាងណាមិញការវាយប្រហារផ្ទួនមិនបានធ្វើឲ្យក្រុមបះបោរស្ងប់ចិត្តឡើយដោយនៅវេលាម៉ោងប្រមាណជាង 9 យប់ថ្ងៃអង្គារក្រុមជនល្មើសបានបំផ្ទុះគ្រាប់បែកចំនួន 3 គ្រាប់នៅមុខមជ្ឈមណ្ឌលយុវជនក្រុងយ៉ាឡែស្ថិតនៅខេត្តយ៉ាឡែបណ្ដាលឲ្យលាន់ឮយ៉ាងកក្រើកនិងបន្តទៅបំផ្ទុះគ្រាប់បែកចំនួន 8 គ្រាប់ថែមទៀតនៅយប់ថ្ងៃដដែលនៅក្បែរទឹកធ្លាក់សពនិមិត្តសួនខ្វាន់មឿងទោះជាយ៉ាងណាជំវិញការវាយប្រហារពីក្រុមបះបោរទាំងនេះមិនមានរបាយការណ៍ពីអាជ្ញាធរជំវិញអ្នករបួសឬបាត់បង់ជីវិតនោះឡើយប៉ុន្តែសកម្មភាពរបស់ក្រុមទាំងនេះកាន់តែធ្វើឲ្យតំបន់ភាគខាងត្បូងប្រទេសថៃចលាចលនិងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ